វុធហាត់ខេត្តកំពង់ស្ពឺបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់បញ្ជូនទៅកាន់សាលាដំបងខេត្តកំពង់ស្ពឺជាប់ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺដោយអនុវត្តតាមគោលការណ៍ដឹកនាំយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងមានការណែនាំដោយផ្ទាល់ជាប្រចាំពីសំណាក់ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺជាពិសេសក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់បំផុតរបស់លោកឧត្តមសេនីយ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺព្រមទាំងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបងខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង 11:30 នាទីនាថ្ងៃទី 6 ខែមេសាឆ្នាំ 2026កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួចបានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធករណីគ្រឿងញៀនស្ថិតនៅចំណុចភូមិវាលធំឃុំយាយម៉ៅពេជ្រនិលស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺដែលជនសង្ស័យមានឈ្មោះឃីមសុកនីភេទប្រុសអាយុ38ឆ្នាំមុខរបរជាជាងសំណង់ទីលំនៅបច្ចុប្បន្នក្នុងភូមិវាលធំឃុំយាយម៉ៅពេជ្រនិលស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺក្រមវិធានការជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺលុះដល់វេលាម៉ោង 15:26 នាទីនាថ្ងៃខែឆ្នាំដដែលកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួចដឹកនាំដោយលោកអនុសេនីយ៍ឯកគិតប៊ុនធឿនបានធ្វើការបន្តឃាត់ខ្លួនបានជនសង្ស័យចំនួន 4 នាក់បន្ថែមទៀតស្ថិតនៅចំណុចផ្ទះជួលមួយកន្លែងក្នុងភូមិផ្សារត្រែងត្រយឹងឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺជនសង្ស័យរួមមានទី1ឈ្មោះទេពសំណាងភេទប្រុសអាយុ35ឆ្នាំមានទីលំនៅបច្ចុប្បន្នស្ថិតនៅក្នុងភូមិផ្សារត្រែងត្រយឹងឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺទី2ឈ្មោះអមនបេភេទប្រុសអាយុ31ឆ្នាំមានទីលំនៅនៅភូមិផ្សារត្រែងត្រយឹងឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺទី3ឈ្មោះពេជ្រសូរ៉ាភេទប្រុសអាយុ20ឆ្នាំមានទីលំនៅភូមិផ្សារត្រែងត្រយឹងឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺនិងទី4ឈ្មោះនាតផលីភេទប្រុសអាយុ33ឆ្នាំមានទីលំនៅភូមិផ្សារត្រែងត្រយឹងឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺចាប់យកវត្ថុតាងបានរួមមានម្សៅសថ្លាសង្ស័យជាសារធាតុញៀនទម្ងន់ 25.44 ក្រាមម៉ូតូចំនួន3គ្រឿងទូរស័ព្ទចំនួន4គ្រឿងកូនកន្ត្រៃចំនួន1និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតបច្ចុប្បន្នជនសង្ស័យខាងលើរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនក្នុងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី